ថ្ងៃនេះសម្រាប់ពីការងារគុណនឹកឃើញឃ្លានខ្យងឆាក្តៅបងប្អូនក៏នាំគ្នាទៅដើរទៅខ្យងនៅវាលស្រែក្បែររោងចក្របងប្អូននេះទឹកភ្លៀងមកថ្មីខ្យងឡើងមកច្រើនបងប្អូនអើយរពេញស្មៅនេះបងប្អូនតាប់ទៅដើររឹសបានមួយសន្ទុះនេះខ្យងបានឡើងមួយថងធំបងប្អូនខ្យងទូចល្មមសាច់ឡើងណែនបងប្អូនតោះឥឡូវយើងរឹសខ្យងបានហើយចាប់ដើមចេញដំណើរទៅផ្ទះវិញឥឡូវមកដល់ផ្ទះយើងដាក់ខ្យងស្ងោរហើយអីហើយឥឡូវក៏ចាប់ដើមខ្យងហាមាត់យកមកចាក់យកទៅសាច់ទៅបងប្អូនយកសាច់មកដល់យើងយកទៅលាងទឹកអំបិលដើម្បីជំរះជាតិឆ្អាបជាតិអីលាងរួចហើយសាច់ដល់សស្គូសដែរបងប្អូនលាងរួចហើយបងប្អូនយើងទុកយកខ្យងទុកមួយកន្លែងរួចរៀបចំបុកគ្រឿងបងប្អូនរៀបចំបុកគ្រឿងត្រូវទុកឆាក្តៅបងប្អូនហើយនេះក៏មានបន្លែតកួននិងម្រះព្រៅបងប្អូនរួចហើយយើងក៏ដាក់ឆ្នាំងទៅក្តៅបន្តិចដាក់គ្រឿងក្រៅចូលឆាចុះឆាឡើងគ្រឿងក្អូបបន្តិចយើងក៏ដាក់ខ្យងចូលដាក់សាច់ខ្យងយើងលាងបាញ់ហ្នឹងដាក់ចូលហើយយើងកូរចុះកូរឡើងថែមគ្រឿងក្រៅបន្តិចមកថែមប៊ីចេងហើយនឹងទឹកត្រីបងប្អូនថែមទឹកត្រីតាមចំណង់ចំណូលចិត្តរបស់យើងមកហើយឆាខ្យងនេះដូចជាអត់សូវមានប្រេងបងប្អូនថែមប្រេងខ្យងបន្តិចទៀតខ្យងមានប្រេងថែមប្រេងខ្យងហើយថែមរ៉តឌីចូលបងប្អូនដើម្បីឲ្យមានរសជាតិថែមគ្រឿងក្រៅសពគ្រប់ហើយក៏យើងតាមឆាចុះឆាឡើងមួយសន្ទុះទុកឲ្យវាពុះភេកចឹងមកយើងក៏ថែមជាមួយនឹងស្លឹកម្រះព្រៅបងប្អូនស្លឹកម្រះព្រៅគាត់ថែមម្រះព្រៅភ្លាមក្អូបភាយបងប្អូនអើយគាត់តែថែមម្រះព្រៅក្អូបធ្វើឲ្យខ្ញុំចូលសលេងនេះហៀទឹកមាត់បាត់ឥឡូវយើងថែមបន្លែរបស់យើងគឺបន្លែតកួនមិញហ្នឹងថែមបន្លែទៅក៏មានពណ៌រាងភ្លឺស្ងាត់ស្រស់ស្អាតបងប្អូនអើយគាត់ឃើញចេះតំណងបាត់ឥឡូវនេះឃ្លានបាយអត់ដែរឥឡូវបងប្អូនអ្នកចូលលេងហុកបាយសិនហើយវីដេអូយើងក៏មកដល់ទីបញ្ចប់ហើយបងប្អូនសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំ